ចាសួស្តីបងប្អូនទាំងអស់គ្នាថាបងប្អូនណាខ្លះធ្លាប់យកផ្សិតឫស្សីយកទៅអាំងចាបងប្អូនមួយចំនួនក៏អត់ដែលដឹងថាយកផ្សិតយកទៅអាំងឯងធ្លាប់តែយកទៅឆាឬស្លសម្លម្ជូរសម្លអីចឹងណាពិសេសគឺផ្សិតឫស្សីនេះតែម្ដងចាហើយថ្ងៃនេះដែរគឺខ្ញុំចង់បង្ហាញចាហើយនេះគឺជាម្ហូបប្រចាំតកូលគឺថាចូលចិត្តខ្លាំងតាំងពីក្មេងមកដូចថាយើងសម្បូរតាអាំងផ្សិតចំបើងអីចឹងនៅស្រុកខ្មែរណាចាហើយមកដល់ស្រុកនេះនៅស្រុកគេនេះវាពិបាករកផ្សិតចំបើងស្រស់ហ្នឹងអញ្ចឹងឥឡូវនេះបានផ្សិតឫស្សីថ្ងៃនេះគិតថាចង់សាក់លបងអាំងល្មើប៉ុន្តែមានអីបងប្អូនអាំងទៅឆ្ងាញ់ខ្ញុំអត់ចាញ់ផ្សិតចំបើងទេចាហើយជាដំបូងហ្នឹងគឺខ្ញុំបានយកផ្សិតហ្នឹងមកលាងទឹកគឺមិនលាងអីច្រើនព្រោះអត់មានដីមានអីណាគាត់នឹងប្រកាសថាយើងចិត្តអាជើងវាចោលខ្លាចវាមានជើងវាជាប់មានដីតិចតួចអីចឹងណាចាហើយយកមកអត់បានហាន់អីល្អិតអីខ្លាំងពេកទេព្រោះអីផ្សិតហ្នឹងវាទូចដែរចឹងទៅយើងគ្រាន់តែហែកលែកវាដូចថាបំបែកវាឲ្យរៀងទៅសៃទូចតិចទៅកុំឲ្យវានៅទាំងដុំដុំខ្លះវាធំអញ្ចឹងណាចាយើងយកបំបែកវាចឹងហើយយកវាមកប្រឡាក់តែអំបិលទេចាអំបិលហើយនឹងម្សៅស៊ុបមាន់បន្តិចដាក់ក៏បានបាច់ក៏បានចាបើបងប្អូនចង់ឆ្ងាញ់តិចក៏ដាក់ម្សៅស៊ុបមាន់មកស្ព្រាដែរទៅណាចាហើយផ្សិតនេះមានចំនួនប្រហែលជា2ផោនហើយខ្ញុំដាក់អំបិលហ្នឹងប្រហែលជាមួយស្ព្រាកាហ្វេហើយនឹងម្សៅស៊ុបមាន់មកកាហ្វេស្ព្រាកាហ្វេដូចគ្នាចាព្រោះអីយើងចង់ឲ្យផ្សិតហ្នឹងរៀងប្រៃបន្តិចព្រោះពេលយើងអាំងទៅវាស្រក់ទឹកទៅអស់ហើយបើយើងដាក់សាបពេកញ៉ាំអត់ឆ្ងាញ់ទេវារៀងតលាន់វិញណាចារៀងប្រៃបន្តិចតែមិនឲ្យប្រៃខ្លាំងពេកទេតែបងប្អូនអាចលៃលកតាមនឹងបានណាចាសាកល្បងតាមនឹងទៅបើស្ទើរផ្អែមស្ទើរប្រៃអីយើងអាចថែមបានហើយប្រឡាក់ទុកហ្នឹងប្រហែលជារយៈពេល4-5នាទីអីកុំឲ្យយូរពេកព្រោះយូរពេកវាចេញទឹកអស់ដែរណាចាគ្រាន់តែវាមកចូលជាតិសព្វសាច់ល្អហ្នឹងយើងយកទៅដាក់អាំង air fry ហើយ air fry នេះដែរខ្ញុំប្រើកម្ដៅដូចថា400ហ្នឹងគឺវា maximum អញ្ចឹងដាក់400ហ្នឹងតែម្ដងទៅហើយដាក់ចំនួនវា5នាទីតែ7នាទីបានហើយបងប្អូនអាចមើលអាចនឹងប្រែវាតិចតួចបានព្រោះតាចក្រានខ្លះវាមិនសូវក្តៅស្មើអីចឹងណាហើយណាមួយយើងដាក់រៀងក្រាស់ដែរអញ្ចឹងវាអាចទៅខាងក្រោមចាខាងក្រោមទៅអត់សូវក្រៀមមកលើវាក្រៀមពេកអញ្ចឹងខ្ញុំប្រែត្រឡប់វាម្ដងណាចាហើយយកមកភ្លក់មើលគឺថាឆ្ងាញ់បងប្អូនសាច់វាស្វិតដូចសាច់មាន់អញ្ចឹងផ្សិតហ្នឹងឆ្ងាញ់មានរសជាតិឆ្ងាញ់មែនតែនចាមិនខកបំណងទេហើយដាក់បាយក្តៅមកគឺឲ្យអ៊ូយហ្មង